កន្លែងមួយនេះអ្នកទាំងអស់គ្នាមិនគួររំលងឯនៅពេលដែលបានមកលេងដាណាងក្រៅពីស្ពានបាតដៃបាណាហៀលនិងឆ្នេរសមុទ្រកន្លែងនេះក៏ជាកន្លែងពេញនិយមមួយដែរតោះខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្គាល់ទីក្រុងបុរាណចំណាស់មួយនៅហួយអានដែលគេហៅថាហួយអាន Old Town សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅហួយអានដែលជិះពីដាណាំងទៅចំណាយពេលប្រហែលជា1ម៉ោងជិះតាក់ស៊ីមួយថ្ងៃប៉ះតែ driver ប្រុសថ្ងៃនេះបាន driver ស្អាតស្អាតហើយរស់រាយទៀតខ្ញុំមកដល់ហួយអាននេះម៉ោង12ថ្ងៃគម្រោងថាចំណាយពេលកន្លះថ្ងៃនៅនឹងខ្ញុំមកដល់លឿនពេកអត់សូវមានមនុស្សទេអញ្ចឹងក៏ចូលញ៉ាំបាយសិនទៅព្រោះអត់ញ៉ាំបាយថ្ងៃដែរនេះអាហារបែប local គេហើយនេះគេមូលដូចគួងអញ្ចឹងតែគេជ្រលក់ទឹកកាពិខ្ញុំអត់ចាំថាឈ្មោះអីតែឆ្ងាញ់ហើយបុគ្គលិកគេខ្លះយើងអត់ចេះញ៉ាំគេបង្ហាញពីរបៀបមូលទៀតញ៉ាំអីហើយដើរដល់កន្លែងនេះឃើញគេឈរត្រង់ជួរចុំគេធ្វើអីមនុស្សច្រើនម៉េះការពិតគេឈរចាំទិញអាទឹកនេះសោះទឹកគេល្បីឈ្មោះវា MOT ខ្ញុំអានថាម៉ត់ដឹងអានត្រូវអត់ទេចង់ដឹងឲ្យឆ្ងាញ់ប៉ុណ្ណាបានមនុស្សច្រើនម៉េះចូលត្រង់ជួរទិញសាកញ៉ាំដែរពេលញ៉ាំទៅមានអីឆ្ងាញ់ដែរតាដូចទឹកគោស្រកីយើងដាក់ស្ករដាក់ទូចឆ្មាជូរអែមហ្នឹងហើយញ៉ាំពេលមេឃក្តៅអញ្ចឹងវាល្អដែរតិចចិត្តអ្នកមកនេះខ្ញុំឃើញគេថតរូបជាមួយគោមនេះឃើញស្អាតតែស្មានតែ free ក៏ពិតគេគិតលុយខ្ញុំមិនបានចូលថតទេគ្រាន់តែដើរកាត់ឥឡូវនេះគេចាប់ផ្ដើមមកច្រើនហើយមកនេះខ្ញុំគិតថាមកពេលរសៀលល្អជាងព្រោះមេឃអត់សូវក្តៅហើយយើងអាចនៅលេងដល់យប់ពេលយប់យើងអាចជិះទូកមើលភ្លើងហើយអុជទៀនបដែតគោមបានទៀតអ្នកនរគ្នាមកកុំភ្លេចសាកនំអាំងលឿងនេះរសជាតិឆ្ងាញ់របស់គេមកលេងនេះដែលយើងមកលេងក្រុងបុរាណមួយអញ្ចឹងព្រោះសបោះគេចាស់ដែលមិនសល់ទុកមកច្រើនឆ្នាំហើយគេកែច្នៃធ្វើជាហាងទំនិញហាងអាហារផ្សេងបើតាមខ្ញុំជែកមើលតំបន់នេះធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងនៅចុងសតវត្សទី19ដល់ដើមសតវត្សទី20ហើយទីនេះក៏ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មដ៏សំខាន់មួយដែរធម្មតាយើងទៅលេងស្រុកគេតែចង់ដឹងពីរឿងរ៉ាវខ្លះៗទាក់ទងនឹងតំបន់វប្បធម៌ប្រវត្តិសាស្ត្ររបស់គេអញ្ចឹងណាអញ្ចឹងក៏សើចមើលខ្លះទៅមកលេងនេះអ្នកទាំងអស់គ្នាអាចនៅលេងដល់យប់ពេលយប់គេបើកភ្លើងគោមតាមផ្លូវដើរតាមមាត់ទឹកហើយគេមានទូកដាក់ភ្លើងគោមភ្លឺដែលយើងអាចជិះមើលទេសភាពបានយើងចង់ទិញគោមកដាទិញបន្ទាបអុជទៀនបដែតក្នុងទឹកក៏បានដែរនិយាយទៅមានអារម្មណ៍ថា relax មួយយ៉ាងដែរវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ